cả này đại dương trong đăng thả tá nơi mòn đá đã miên sạc đàn một bộ củ ô bồ mà ta này còn đề trong tính đây rồi có trong tính te rồi có trong rosi chẳng này còn đề bực bật nè cứ trong đăng thả cu tư nó mòn nè chẳng sầm rap là tập hall đại lọ đại này ngọc này ai chưa tục chất bán lưu tra tại miên tình này bật vào cót hái lọ tình này lọ vì chi video concept thế video này nè còn này về đại ban concept nè còn này ai từ bộ mô tình này toàn luôn đấy ai thua cao vì chẳngสำหรับ video นี้คือខ្ញុំលើកយកតែ4ទិន្នន័យទេបានន័យថាទិន្នន័យទី1ទីតាំងរបស់សាកលវិទ្យាល័យទី2ទីតាំងរបស់ផ្សារទំនើបទី3ទីតាំងរបស់វិទ្យាល័យទី4គឺចំនួនប្រជាជនតាមឃុំចឹងយើងមើលថាតើនៅក្នុងនេះមានទិន្នន័យឃុំអត់មានទិន្នន័យឃុំទេចឹងយើងអាចបង្កើត file មួយclone ទិន្នន័យបានន័យថាយើងជប់ណាចឹងឧបមាថាខ្ញុំដាក់ថា pop data ហើយយើងយក long ហ្នឹងទៅបាត់ចឹងមកឃុំអ្នកនរនេះគិតថាប្រជាជនអាចមានចាប់ពីចន្លោះណាដល់ចន្លោះណាចឹងខ្ញុំសន្មតថាមួយឃុំវាមានចាប់ពី 10000 ដល់ 50000 ចុះអាហ្នឹងខ្ញុំអាស៊ូមណាចឹងខ្ញុំនឹងធ្វើការគណនា random ចឹងយើង random វាមក random def យើង generate អីគេ generate pop data នេះចឹងយើង return អីគេ return random.random ចឹងយើង call មកយើងហៅវាមក generate pop data ក៏ហមញូញអូខេយើងคลิกតម្លៃ 10000 ដល់ប៉ុន្មានដល់ 50000 ដែរបើន័យថាទាបបំផុត 10000 ខ្ពស់បំផុត 50000 ឲ្យវាមិចឲ្យយើងក្នុងចន្លោះហ្នឹងអូខេយើងជោគជ័យហើយចឹងយើងទទួលបានទិន្នន័យ random សម្រាប់តួលេខ population បាទសូមឆ្លៀតធ្វើ marketing បន្តិចដោយសារជំនាញ GIS នេះគឺមានសារៈសំខាន់ព្រោះវាពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទិន្នន័យភូមិសាស្ត្រទិន្នន័យភូមិសាស្ត្រគឺជាអ្វីគ្រប់យ៉ាងដែលនៅលើផ្ទៃដីរបស់យើងចឹងអ្នកនរគ្នាអាចស្ម័យបានថាអ្វីដែលនៅលើផ្ទៃដីរបស់យើងចឹងជំនាញនេះគឺនឹងទៅគ្រប់គ្រងកិច្ចការអស់ទាំងនឹងក៏ប៉ុន្តែមិនមែនថាគ្រប់គ្នាត្រូវធ្វើការទាំងអស់នោះទេគឺទៅតាមវិស័យសម្រាប់អ្នកដែលឈ្មោះរៀនវគ្គសិក្សាសប្តាហ៍ក្រោយនេះគឺយើងនឹងបន្ថែម tool ដូចខ្ញុំនឹងធ្វើបទបង្ហាញខាងមុខនេះជូនដោយ free ហើយអ្នកនរគ្នាអាចមើលបានថាតើថាបើឲ្យ tool ហ្នឹងល្អឬមិនល្អអាហ្នឹងទី1ហើយទី2មាតិការបស់យើងគឺបាន update កាលពីមុនហ្នឹងគឺយើងមិនសូវបានផ្ដោតទៅលើប្រភេទទិន្នន័យរូបភាពក៏ដូចជាពពួក 3D modeling អីទេឥឡូវនេះគឺយើងមានបញ្ចូលច្រើនចំណុចចឹងអ្នកនរគ្នាកាន់តែសិក្សាបានច្រើនជាងមុនជ្រៅជាងមុនទាក់ទងទៅនឹងគ្រូរបស់យើងគឺមានបទពិសោធន៍ច្រើនទៅក្នុងការបង្ហាត់ពួកយើងបង្ហាត់រយៈពេលជាង5ឆ្នាំទៅក្នុង assignment គឺយើងដាក់ជូនធ្វើរៀងរាល់សប្តាហ៍ដើម្បីឲ្យអ្នកគ្នាបានអនុវត្តពួកជំនាញនេះគឺអត់អនុវត្តគឺអត់ចេះទេទៅក្នុងនឹងសំណួរចម្លើយគឺដោះស្រាយបានជូនអ្នកគ្នាបានលឿនអញ្ចឹងសម្រាប់អ្នកដែលមានបំណងចង់សិក្សាឬក៏អ្នកដែលមិនដឹងថា GIS ជាអីហើយស្ដាប់ចំរាយរាប់ទៅគិតថាចាប់អារម្មណ៍ចង់សិក្សាបន្ថែមជំនាញឬ update ជំនាញឬក៏ត្រៀមជំនាញហ្នឹងអាចអញ្ជើញចុះឈ្មោះសិក្សាបានខាងយើងខ្ញុំចាំស្វាគមន៍ជានិច្ចអរគុណច្រើនយើងសាកសម័យមើលថាតើដំណើរការវាយ៉ាងម៉េចដំណើរការនោះគឺយើងពិតជាចង់ដឹងពីប្រសពឯងបើន័យថាប្រសពរវាងទីតាំងសាលារៀនច្រើនទីតាំងផ្សារទំនើបទីតាំងដែលមានប្រជាជនច្រើនវាប្រសពគ្នាត្រង់ណាគឺយើងយកតំបន់ហ្នឹងជាគោលអូខេការ buffer គឺយើងចង់ដឹងពីតើរយៈចម្ងាយប៉ុន្មានដែលយើងចង់ឲ្យវារត់ហ្នឹងណាឧបមាថា5គីឡូម៉ែត្រយើងគិតថាទីតាំងនោះវាសមរម្យសម្រាប់យើងរកស៊ីហើយឬក៏យើងជួញដូរហើយអញ្ចឹងយើងអាច buffer រយៈចម្ងាយ5គីឡូម៉ែត្រអូខេយើងចាប់ផ្ដើមទៅដើម្បីលឿនគឺយើងអាចប្រើ model builder ប្រើ model builder ហើយយើង search មកទិន្នន័យ university នេះគឺយើង buffer ដែរអញ្ចឹងយើងដាក់ buffer មក search buffer តម្លាក់វាមកភាសាទំនើបនេះក៏យើង buffer យករពីទីប្រយមទម្ងន់វាដែរ high school ហ្នឹងដូចគ្នាដែរតែ population នេះគឺយើងចង់ search ចង់ select ទេយើងមិនអាច buffer ហ្នឹងគឺយើង select ថាតើយើងចង់បានប្រជាជនហ្នឹងចាប់ពីចំនួនប្រមាណដល់ប្រមាណពីតម្លៃថាតំបន់ហ្នឹងមានសក្តានុពលអញ្ចឹងយើងប្រើ select មួយទៀតមកអញ្ចឹងយើង back ចាប់ទាញតម្លាក់មកអញ្ចឹងអានេះយើង copy មក buffer វាត្រូវការ2ទៀតហើយយើងទាញមកក្រោមមកអានេះយើង copy ផាសអញ្ចឹងយើងមាន4 tool
ចឹងអ្វីដែលយើងគួរធ្វើបន្តគឺដាក់ទិន្នន័យយើងចូលមក buffer នេះ buffer គេមុនគឺ university យើងដាក់ university មកយើងចង់ buffer រយៈចម្ងាយប្រមាណគីឡូម៉ែត្រយើងយកជាគីឡូម៉ែត្រយើងបាននិយាយគ្នាមិញថា university 5គីឡូម៉ែត្រអីគឺយើងអាចទទួលយកបានហើយយើងដាក់5គីឡូម៉ែត្រមកអានេះគឺយើង dissolve វាចូលគ្នាមកកាលនេះវា overlap លើគ្នាយើងឲ្យវា dissolve ចូលគ្នាអូខេបានមួយហើយអញ្ចឹង buffer ទី2នេះគឺយើងចង់ buffer market ផ្សារទំនើបយើងអាចឲ្យវារត់7គីឡូអីទៅបានន័យថា7គីឡូក៏អូខេដែរចម្ងាយ7គីឡូអញ្ចឹងនេះគឺយើង dissolve ចូលគ្នាដែរ high school យើងយកត្រឹមតែ5គីឡូដូចទៅនឹង university ទៅហើយអានេះយើង dissolve ចូលគ្នាដូចគ្នាអញ្ចឹង select អីគេ population អញ្ចឹងយើងចង់បានគុំដែលមានតន័យដែលមានប្រជាជនច្រើនអញ្ចឹងច្រើនផុតយើងបាន random មាញ់ខ្ពស់គឺ50000ទៅអញ្ចឹងយើងយក pop data នេះ greater than 25000មានន័យថាចាប់ពី25000ទៅគឺយើង select យកឃុំហ្នឹងណាអញ្ចឹងយើងចុចអូខេមកអញ្ចឹងយើងទទួលបានហើយការដាក់បញ្ចូលទិន្នន័យទៅលើ model របស់យើងហើយបន្តនោះគឺយើងចង់ intersect ទាំងអស់នឹងចូលគ្នា intersect ឲ្យវាចូលគ្នាថាតើលទ្ធផលនៅកន្លែងណាខ្លះអញ្ចឹងយើងចូលមក select ហ្នឹងយើងប្រើ tool មួយទៀតគឺ intersect drag and drop មកអញ្ចឹងយើងដាក់ទិន្នន័យយើងចូល input feature and input feature អញ្ចឹង output នេះអ្នកគ្នារកកន្លែងទុកណាអញ្ចឹងឧបមាថាខ្ញុំទុកនៅកន្លែងខ្ញុំ refresh មួយនេះខ្ញុំដាក់នៅនឹងចុះអញ្ចឹង right click open អញ្ចឹងយើងខ្ចីមួយយើងដាក់ថា potential ចុះហើយតែប៉ុណ្ណឹងទេអញ្ចឹងអ្នកគ្នាអាចចុចទៅលើ tab model builder នេះហើយចុច validate មើលមាន error អត់អូខេអត់មានទេចុច run យកមក model របស់យើងគឺ warning empty output អញ្ចឹងវាប្រកាសជាមានតម្លៃណាមួយដែលវាអត់ intersect វាអត់ដល់គ្នាអញ្ចឹងអាលទ្ធផលនេះគឺវា warning អញ្ចឹងយើងបរិចតិចមកវិសាលភាពនៃទីតាំងដែលយើង buffer 5គីឡូម៉ែត្រហ្នឹងប្រហែលជាវាអត់ប្រសពគ្នាអញ្ចឹងទៅវាអត់មាន intersect បកមកសារថ្មីមកមើល tool នេះយើងដាក់វាដល់ហើយ10គីឡូទៅហើយ market នេះយើងយក15គីឡូព្រោះទិន្នន័យរបស់យើងវាធំ scale វាតូចទិន្នន័យឃុំទាំងអស់កាត់ប្រហែលខេត្តនោះអា distance ហ្នឹងវាតិចពេកអញ្ចឹងវាអត់មាន intersect គេយើងមក modify តិចទៅអូខេហើយអញ្ចឹងយើង validate មួយសារទៀត run អូខេជោគជ័យហើយ model របស់យើងគឺបានផ្ដល់លទ្ធផលឲ្យយើងអញ្ចឹងយើងបកមក add to display អញ្ចឹងនេះជាលទ្ធផលរបស់យើងហើយលទ្ធផលដែលយើងទទួលបានពីការប្រសពរវាងទិន្នន័យប្រមាណមាញ់ហ្នឹងអញ្ចឹងយើងអាចដោះមើលដល់ផ្សេងចេញអញ្ចឹងអ្នកយើងទទួលបាន area ដែលមានសក្តានុពលមានប្រមាណនេះអញ្ចឹងអ្នកក៏នេះអាចទៅទិញដីទិញអីនៅតំបន់ហ្នឹងបានទេអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងវិញថាទិន្នន័យនេះគឺ sample ទេតិចថាយកអាហ្នឹងទៅទិញផ្ទះទិញដីមែនទែនទៅឃើញមានសក្តានុពលហើយព្រោះអានេះខ្ញុំចេះតែចុចទេណាចេះតែចុចទេ